កាលពីព្រេងនាយមានក្រពើធំពីររស់នៅក្នុងទន្លេមេគង្គក្រពើមួយជាក្រពើរបស់អ្នកតាឈ្មោះសុពណ៌កាឡីដែលមានខ្លួនធំហើយកម្លាំងខ្លាំងគ្មានដៃគូប្រយុទ្ធឡើយមួយទៀតជាក្រពើរបស់លោកសង្ឃឈ្មោះឱរ៉ៃរស់នៅត្រង់កំពង់វត្តមហាលៀបស្រុកកោះសុទិនឱរ៉ៃស្រឡាញ់លោកនេនមួយអង្គដែលតែងតែឲ្យចំណីវាស៊ីជារៀងរាល់ថ្ងៃហើយវាតែងតែចម្លងលោកនេននេះទៅបិណ្ឌបាតឬទៅសូត្រមន្តនៅតាមផ្ទះរបស់អ្នកភូមិដែលរស់នៅតាមដងទន្លេនេះក្រពើទាំងពីរមិនដែលបានជួបគ្នានោះទេនៅរាត្រីមួយក្រពើអ្នកតាបានស្ដាប់ឮអ្នកនេសាទត្រីជជែកគ្នាថាក្រពើសុពណ៌កាឡីធំអីប៉ុណ្ណឹងក្រពើនាងឱរ៉ៃឯណោះទេបានធំគ្រាន់តែក្បាលរបស់វាប្រវែង7ហត្ថនៅពេលដែលឮពាក្យនេះភ្លាមក្រពើអ្នកតាខឹងជាខ្លាំងក្រហល់ក្រហាយចង់ប្រយុទ្ធជាមួយនាងឱរ៉ៃចំណេរថ្ងៃមួយនាងឱរ៉ៃកំពុងតែចម្លងលោកនេនឆ្លងទឹកស្រាប់តែប្រទះឃើញនឹងក្រពើសុពណ៌កាឡៃហើយអួតចង់ប្រយុទ្ធគ្នានាងឱរ៉ៃក៏បានយល់ព្រមហើយរកកន្លែងទុកលោកនេនមិនបានក៏សម្រេចចិត្តលេបទុកនៅក្នុងពោះតែម្ដងទៅហើយក៏ចាប់ផ្ដើមប្រយុទ្ធក្រោយពីប្រយុទ្ធក្រពើលោកនេនក៏បានខំក្រពើសុពណ៌កាឡីឲ្យស្លាប់បាត់ទៅបន្ទាប់មកឱរ៉ៃក៏បានខ្ជាក់លោកនេននោះចេញមកវិញប៉ុន្តែជាអកុសលលោកបានសុគតបាត់ទៅហើយគ្រានោះឱរ៉ៃនឹកស្រណោះអាឡោះអាឡៃជាពន់ពេកនិងស្ដាយក្រោយណាស់ចំណែកឯព្រះសពលោកនេនវិញក៏ត្រូវបានប្រជាជនក៏ដូចជាពុទ្ធបរិស័ទដែលរស់នៅចំណុះជើងវត្តរៀបចំធ្វើពិធីបុណ្យតាមបែបប្រពៃណីគន្លងនៃព្រះពុទ្ធសាសនាហើយនៅពេលដែលប្រជាជនប្រារព្ធធ្វើពិធីបុណ្យរំលាយព្រះសពលោកក្រពើឱរ៉ៃក៏បានវាចូលទៅក្នុងភ្នក់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅហើយក៏បានស្លាប់ក្នុងពេលនោះទៅតាមរយៈអត្ថបទរឿងនេះផងដែរអ្នកនិពន្ធបានផ្ដល់នូវគំនិតអប់រំដល់យើងជាច្រើនដូចជា 1. ពូកែខាងកັບចាក់នាំឲ្យខ្លួនមានទោស 2. កុំចង់បានផែនដីមួយដើម្បីរស់តែម្នាក់ឯងនិងទី 3. ការប្រើកំហឹងមកដោះស្រាយតែងតែនាំឲ្យខាតបង់ទាំងសងខាងអត្ថបទរឿងក្រពើលោកនេនក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណរឿងប្រៀបជាប់លុបកាលពីព្រេងនាយមានព្រានព្រៃម្នាក់បានដើរដាក់លុបនៅក្នុងព្រៃគ្រានោះគាត់ក៏បានប្រទះឃើញកន្លែងល្អមួយហើយគាត់ក៏ប្រញាប់បាចគ្រាប់ស្រូវត្រដាងលុបរួចពួនសំងំចាំមើលបន្តិចក្រោយមកក៏មានព្រាបជាច្រើនហើររារាលើអាកាសហើយប្រទះឃើញគ្រាប់ស្រូវរាយប៉ាយពេញដីក៏ប្រមូលគ្នាសំកាំងចោះតែត្រូវបានមេវងហាមឃាត់ដោយនិយាយថាស្រូវមិនគួររាយប៉ាយនៅឆ្ងាយពីលំនៅឋានមនុស្សដូច្នោះទេប៉ុន្តែក៏ត្រូវប្រៀបជាបរិវារជំទាស់ហើយក៏នាំគ្នាចោះស៊ីគ្រាប់ស្រូវរំពេចនោះប្រៀបទាំងអស់ក៏ត្រូវលុបសង្គ្រប់ជាប់គ្រានោះប្រៀបដែលជាមេវងក៏បានដាស់តឿនម្ដងទៀតឲ្យប្រៀបទាំងអស់រួមកម្លាំងសាមគ្គីគ្នាដើម្បីហើរបញ្ជោះឲ្យរបើកលុបម្ដងនេះប្រៀបទាំងអស់ក៏បានស្ដាប់តាមមេវងហើយក៏នាំគ្នាហើររបើកលុបទៅបាត់ទៅនៅក្នុងអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដល់យើងទាំងអស់គ្នាដូចជា 1. មិនត្រូវឆាប់ជឿអ្វីដែលប្លែកនិងមិនដែលឃើញនោះទេ 2. ត្រូវចេះស្ដាប់ពាក្យសម្ដីក្រើនរំលឹកដែលសមហេតុផលនិងទី 3. ការរួបរวมកម្លាំងសាមគ្គីគ្នានឹងនាំឲ្យយើងធ្វើការងារធំដែលលើសពីកម្លាំងយើងបានអត្ថបទរឿងប្រៀបជាប់លុបក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងពីងពីងនិងមេអំបៅថ្ងៃមួយនៅពេលដែលមេកំពុងអ៊ូអាប់ហើយមានព្យុះភ្លៀងខ្លាំងមានមេអំបៅមួយគ្រួសារបាននាំគ្នាហើរចូលទៅក្នុងរូងភ្នំដើម្បីគេចពីដំណក់ទឹកភ្លៀង
គ្រានោះគ្រាន់តែហើរចូលទៅដល់រូងភ្នំភ្លាមមេអំបៅដែលជាមេបាក៏បានហើរបុកទៅជាប់នឹងសម្បុកពីងពីងដែលនៅក្នុងរូងភ្នំនោះពីងពីងឃើញភ្លាមក៏ទាញសំណាញ់វាន់បន្ថែមរៀបនឹងបរិភោគក៏ត្រូវបានមេអំបៅទាំងពីរស្រែកអង្វរប៉ុន្តែពីងពីងមិនបានស្ដាប់នៅការអង្វររបស់មេអំបៅទេចំណែកឯកូនមេអំបៅវិញពេលដែលឃើញដូចនោះក៏ខំហើរទៅចិត្តហើយអង្វរថាសូមលោកពីងពីងស៊ីខ្ញុំជំនួសវិញទៅត្បិតឪពុកម្ដាយជាអ្នកមានគុណរបស់ខ្ញុំហើយគាត់ចាស់ណាស់ទៅហើយពីងពីងមិនព្រមដោយឆ្លើយថាឯងតូចណាស់អញស៊ីមិនឆ្អែតទេកូនមេអំបៅនឹកឃើញដល់ចាបដែលជាមិត្តភក្តិមួយដែលនៅជិតនោះក៏ប្រើឧបាយកលជាមួយពីងពីងថាបើខ្ញុំមួយមិនឆ្អែតខ្ញុំនឹងទៅនាំបងរបស់ខ្ញុំមកបន្ថែមទៀតដើម្បីជាធ្នូនឹងឪពុកម្ដាយរបស់ខ្ញុំហើយពីងពីងដែលជាសត្វល្មោបគិតចង់បានចំណីច្រើនក៏ព្រមពន្យាពេលឲ្យកូនមេអំបៅទៅនាំគ្នាមកបន្ថែមទៀតកូនមេអំបៅក៏ហើរទៅរកមេចាបហើយប្រាប់មេចាបតាមដំណើររឿងដែលកើតឡើងបន្ទាប់មកមេចាបស្ដាប់ហើយក៏ឲ្យកូនចាបនាំទៅរូងភ្នំហើយក៏ចឹកពីងពីងល្មោបនោះស៊ីជាចំណីបាត់ទៅចំណែកឯគ្រួសារមេអំបៅវិញក៏បានរួចផុតទុក្ខនៅក្នុងគ្រានោះផងដែរនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដល់យើងដូចជា 1. អ្នកមិនចាំបាច់មានមាឌធំទេឲ្យតែអ្នកចេះប្រើមនុស្សដែលមានមាឌធំ 2. ភាពមិនចេះឆ្អែតឆ្អន់នឹងធ្វើឲ្យមនុស្សវង្វេងនិងទី 3. ចូលប្រើគំនិតចំពោះគ្រប់កិច្ចការដែលមិនចាំបាច់ចំណាយកម្លាំងរឿងពីងពីងនិងមេអំបៅក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងស្វានិងសត្វទូចតាំងពីដើមឡើយមានសត្វស្វាមួយដែលតែងតែចូលចិត្តលោតតោងមែកឈើពីដើមមួយទៅដើមមួយទៀតនៅក្នុងព្រៃថ្ងៃមួយវាក៏បានជួបនឹងសត្វទូចមួយក្បាលសត្វស្វានោះខឹងយ៉ាងខ្លាំងដោយគិតថាគេមកដណ្ដើមកន្លែងរបស់ខ្លួនហើយក៏ចាប់ផ្ដើមឆាឆៅភ្លាមនោះសត្វស្វាបានលោតកាន់តែលឿនទៅប៉ះនឹងសត្វទូចនៅក្នុងពេលនោះផងដែរសត្វទូចក៏បានធ្លាក់ចុះមកក្រោមក្រោយមកវាក៏ចាប់ផ្ដើមសួរទៅកាន់សត្វស្វាថាហេតុអ្វីបានជាបងមកប៉ះខ្ញុំយ៉ាងនេះខ្ញុំក៏ជាសត្វរស់នៅក្នុងព្រៃនេះដែរបើបងមានសត្វណាមកធ្វើបាបបងអញ្ចឹងតើបងមានអារម្មណ៍យ៉ាងណាដែរបងប្រកាសជាឈឺនឹងមិនចូលចិត្តគេដែរហើយពេលនេះខ្ញុំក៏មានអារម្មណ៍យ៉ាងនោះដែរថ្លែងអំពីសត្វស្វានៅពេលដែលវាឮសម្ដីសត្វទូចវាក៏បានដឹងនៅកំហុសរបស់ខ្លួនហើយក៏បានសុំទោសទៅកាន់សត្វទូចសត្វទូចក៏បានអភ័យទោសដល់សត្វស្វាចាប់ពីពេលនោះមកសត្វស្វានិងសត្វទូចក៏បានរស់នៅជាមួយគ្នានៅក្នុងព្រៃនោះយ៉ាងសុខសាន្តនៅក្នុងអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដល់យើងទាំងអស់គ្នាដូចជា 1. មិនត្រូវចងគំនុំនឹងអ្នកដទៃដោយឃើញគេប្រកបមុខរបរដូចខ្លួនឡើយ 2. ចងមិត្តប្រសើរជាងចងសត្រូវនិងទី 3. ត្រូវចេះស្រឡាញ់មនុស្សជាតិដូចគ្នារឿងស្វានិងសត្វទូចក៏បានបញ្ចប់តែត្រឹមនេះសូមអរគុណ